តោះបងប្រុសឥឡូវបងចូលចាប់ដើមនិយាយពីចំណុចនៃការ start ក្បាលទៀបភ្លើង page ដំបូងហ្មងអាផុសនេះបងនឹងលុបបន្តឲ្យដោយសារវាច្រើនពេកបងអាថ្ងៃមិញ300រូបជាងហ្នឹងក្នុងតែខែ6ហ្នឹងបងឥឡូវនៅបន្តទៀតខ្ញុំលុបតាំងពីយប់មិញមកដល់ស្មានហ្នឹងចង់ខ្លាចដៃលុបដល់ឥឡូវខ្ញុំឧទាហរណ៍ថាឥឡូវនៅពេលដែលបងទទួលបាន page ហើយផុសរបស់យើងគឺថ្មីទាំងអស់អញ្ចឹងក្បាលទៀបភ្លើងរបស់យើងដំបូងដែលយើងត្រូវធ្វើនោះគឺយើងត្រូវផុសចំនួន10ផុសបងបានន័យថាផុសមកនៅពេលដែលគេ check page របស់យើង scroll មកមានឃើញផលិតផលយើងអញ្ចឹងបងកុំឲ្យមកផ្លែទៅអស់អញ្ចឹងយើងផុស10ផុសហើយក្នុងមួយផុសហ្នឹងខ្ញុំ recommend ឲ្យបងចាយលុយមួយ Facebook ដើម្បីយកអាចំនួន like នេះឲ្យវា active page បងមកផុសយើងប៊ូ5រៀលទៅប៊ូ5រៀលដើម្បីជាការចាប់ផ្ដើមឬក៏យើងធ្វើវីដេអូ promotion លើវាយលោកទៅលើផលិតផលរបស់យើងហ្នឹងយើងធ្វើតែមួយវីដេអូសិនបានទេបងមកវីដេអូនេះមកសរសេរ caption ឲ្យស្អាតមកជាមួយនឹងផលិតផលឲ្យស្អាតដាក់នៅលើគេបន្ទាប់ពីបងផុសផុស promotion ហ្នឹងបានន័យថាផុសសម្រាប់ដែលយើងធ្វើការផ្សព្វផ្សាយទូលំទូលាយទេបងអញ្ចឹងដល់ផុសនៅក្នុង page របស់យើងដំបូងហ្នឹងសម្រាប់ឲ្យភ្ញៀវអស់មកឃើញទេអញ្ចឹងនៅពេលដែលបងផុសផុស promotion ហ្នឹងហើយបងចុច pin វានៅលើផងដើម្បីឲ្យវានៅលើគេរហូតចុចអាសញ្ញាចុច3ហ្នឹងមកនឹងឃើញពាក្យថា pin post អញ្ចឹងនៅពេលដែលយើង pin post រួចរាល់ហើយបងធ្វើការផ្សព្វផ្សាយទៅលើបុកទៅលើវីដេអូហ្នឹងណាបងទៅលើអាវីដេអូ promotion របស់យើងហ្នឹងទី1បងអាចសាក់លបងជាមួយលក់នៅតាម boost បានន័យថាយើងចំណាយលុយ boost ដើម្បីធ្វើការលក់ទៅវាអាចចំណេញរួចថ្លៃ boost គាត់ហើយមួយទៀតវីដេអូដែលបងអាចផ្សព្វផ្សាយបានយុទ្ធសាស្ត្រទីផ្សាររបស់បងហ្នឹងធ្វើមិនបងអាចផុសថ្មីមួយទៀតបានបងដឹងតែផុសនេះសម្រាប់ដាក់ boost ទេបងសម្រាប់ដាក់ boost តែម្ដងអញ្ចឹងបើយើងចង់វាយទៅលើវីដេអូ promotion ផ្សេងបងផុសបន្តអញ្ចឹងនៅក្នុង page ទាំងអស់ហ្នឹងបងតាមអាជីវកម្មរបស់យើងហ្នឹងគឺបងគិតឃើញអីគឺធ្វើនៅលើ page ហ្នឹងទៅបងការវាយលោកទីផ្សារហ្នឹងហើយសម្រាប់ page បើយើងអត់ boost ទេ start ពីដំបូងធម្មតា page នៅពេលដែលយើង post គឺអត់មានអ្នក like ទេបង page គ្រប់ page ផលិតផលទាំងអស់មិនថា1លានអីទេនៅពេលដែល post ក្រៅពីនេះយ៉ាងណាក្រៅពីលេងអញ្ចឹងបានគេ share ទៅបានមានចំនួន post ចំនួន view បើយើងអត់ផុសពួកហ្នឹងទេផុសផលិតផលគេគ្រាន់អស់កាត់ឲ្យគេអស់ម្លងហើយគេអត់ចំណាយមេដៃនេះទេអញ្ចឹងបានខ្ញុំឲ្យបង start boost 5រៀលដើម្បីគេមើលមកស្អាតអញ្ចឹងបងហើយយុទ្ធសាស្ត្រផ្សេងហ្នឹងបងរៀបចំខ្លួនឯងបងត្រូវធ្វើទីផ្សារបែបណាបងនេះបងប្អូនបានជួយមើលព័ត៌មាននៅក្នុង page ទាំងអស់ហ្នឹងហើយ page របស់យើងរៀបចំឲ្យអស់ហើយបងចាប់ដើមប្រើបានហើយបងអាចរនឹក10ផុសហ្នឹងហើយទៅគួរតែផុសអីខ្លះចឹងបងព្រោះ start ពីដំបូងទៅយើងអាចផុសតែមួយឲ្យទុកចោលបានទេយើងផុសឲ្យវារៀងច្រើនហើយឃើញវាទលំទលាយតិចបងហើយហ្នឹងចំណុចមួយចំណុចអញ្ចឹងចំណុចផ្សេងទៀតនៅក្នុងវីដេអូដែលខ្ញុំថតបន្តឲ្យទៅទៀតបង